ងថាសាមហ្គើមិនពិភាក្សាជាមួយយើងតែចង់ប៉ះបោយើងនឹងវ័យឈុនខ្ញុំសូមផ្ដល់ឱកាសចុងក្រោយឲ្យឯងសារភាពមកឯងលាក់បាំងអ្វីពីខ្ញុំអញ្ចឹងប្រាប់ខ្ញុំចុះឯងនឹងព្រះអង្គបានដោះដូរអ្វីខ្លះហេតុអ្វីទ្រង់សុខចិត្តចេញមុខមកជួយឯងក្រាបទូលព្រះអង្គខ្ញុំយល់ពីទ្រង់ច្បាស់ជាងអ្វីដែលទ្រង់គិតទៅទៀតបើខ្ញុំមិនស្មោះត្រង់ផលវិបាករបស់ខ្ញុំប្រហែលជាគ្រាន់តែជាកូនអុកមួយគ្រាប់សម្រាប់ទ្រង់តែប៉ុណ្ណោះជីវិតរបស់ខ្ញុំគឺដើម្បីវ័យឈុនបើគ្មានវ័យឈុនទេខ្ញុំប្រហែលជាស្លាប់នៅក្នុងគុករបស់សៀនហ្វៃតាំងពីយូរហើយខ្ញុំសុខចិត្តលះបង់ជីវិតដើម្បីដូរយកជីវិតវ័យឈុនមកវិញគេគ្រាន់តែជាអាមីនទេតែគាត់ស្រឡាញ់ខ្ញុំមួយជីវិតជឿជាក់លើខ្ញុំមួយជីវិតមិនថាគាត់រាងកាយពិការមិនថាគាត់ឋានៈទាបឬខ្ពង់ខ្ពស់ទោះត្រូវចុះភ្នំកាំបិតលុយសមុទ្រភ្លើងក៏ខ្ញុំសុខចិត្តហែឆ្លងដើម្បីគាត់ដែរបញ្ជូននាងទៅវ័យឈុនទៅចុះវ័យឈុនអរព្រះគុណព្រះអង្គដែលទ្រង់អនុគ្រោះរឿងរ៉ាវកន្លងមកមិនដែលបញ្ចប់ឡើយប្រហែលជាជាតិមុនខ្ញុំជំពាក់វ័យឈុនជីវិតនេះខ្ញុំត្រូវសងគាត់វិញលើកនេះយើងក៏ផ្ដល់ផ្លូវរស់មួយឲ្យឯងដែរវ័យឈុននេះជាអ្វីដែលឯងបង្ខំខ្ញុំទេណាជំងឺព្រះអង្គបានជាសះស្បើយទាំងស្រុងហើយឲ្យតែទ្រង់ព្រមសង្គ្រោះខ្ញុំនឹងទៅថ្វាយខ្លួនដើម្បីឲ្យទ្រង់មានបុត្រាឯងនិយាយអ្វីហ្នឹងឯងនៅក្នុងវាំងយូរហើយតើមានវិធីណាអាចធ្វើឲ្យខ្ញុំមានផ្ទៃពោះបានលឿនទេ